មកឆាប់មកខ្ញុំមុខជាស្លាប់ពេលនឹងហើយបើមិនក៏ពុកភ័យយ៉ាងនេះមិនដឹងជាព្រះអង្គមានបន្ទូលរឿងអីផងអីក៏ឆាប់ភ័យម្លេះចាំចូលទៅខាងក្នុងសិនទៅបើមិនក៏ពុកភ័យយ៉ាងនេះមិនដឹងជាព្រះអង្គមានបន្ទូលរឿងអីផងអីក៏ឆាប់ភ័យម្លេះចាំចូលទៅខាងក្នុងសិនទៅហើយគ្មានរឿងអីក្រៅពីរឿងហ្នឹងទេព្រោះព្រះអង្គទើបនឹងឡើងក្រងរាជថ្មីបាន 4-5 ថ្ងៃព្រះអង្គមានដែលស្គាល់យើងពីកាលណាមិនក៏ព្រះអង្គឲ្យយើងចូលមកហើយគឺប្រកាសជារឿងយកការប្រាក់ច្រើននឹងហើយម៉ែវាជួយគិតខ្ញុំផងទៅមើលហើយណែកូនចូលទៅចុះពុកមិនហ៊ានចូលទៅទេហើយអូជំរាបសួរជំរាបសួរពីណាគេព្រះរាជាមានបន្ទូលឲ្យលោកសេដ្ឋីនិងក្រុមគ្រួសារចូលស្គាល់សូមអញ្ជើញលោកសេដ្ឋីសូមអញ្ជើញមក1 2 3 4 5 6 7នេះវាខ្វះគូស្អាតតោះសូមក្រាបថ្វាយបង្គំព្រះរាជាអង្គម្ចាស់ជីវិតដំកល់លើបងសូមព្រះអង្គព្រះរាជទានទោសផងចុះមានកូនបំណុលតែ3នាក់ទេដែលទូលបង្គំរឹបអូសយកគោក្របីក្រៅពីនោះបានតែឆ្នាំកបាក់ក្បាច់តែប៉ុណ្ណោះយើងឲ្យគេហៅលោកសេដ្ឋីព្រមទាំងប្រពន្ធកូនទាំងអស់មកមិនមែនរឿងនេះទេគឺយើងចង់ប្រាប់ថាមនុស្សខ្វិនដែលទៅសុំទាននៅក្បែរសួនច្បារលោកសេដ្ឋីកាលពីថ្ងៃមុននោះគឺរូបយើងនេះហើយមិនមែនទេអ្នកសុំទានពេលនោះរូបអាក្រក់ណាស់មិនមែនស្រស់ស្អាតដូចពេលនេះទេមិនត្រឹមតែអាក្រក់ទេគឺស្វិតក្រঙែងជាប់ដៃជាប់ជើងទៀតផងមិនក៏ព្រះអង្គមានបន្ទូលថាមនុស្សខ្វិនខ្វងនោះជាព្រះអង្គទៅវិញទូលបង្គំរាល់គ្នាមិនយល់ពីបន្ទូលរបស់ព្រះអង្គសោះអ្នកពើកូនតើមនុស្សដែលបានជួបកូននោះតើរូបរាងបែបណាទៅពុកឲ្យកូនរំលឹកធ្វើអីទេមនុស្សសុំទាននោះអាក្រក់តតែពុកនឹងម៉ែខឹងនឹងកូនលែងចង់ឲ្យកូននៅលើផ្ទះទៀតផងកូនមិនចង់និយាយទេតែគេគួរអាណិតណាស់ព្រោះគេគ្មានអំណាចអាចហៅមនុស្សដូចគ្នាឲ្យមកក្រាបថ្វាយបង្គំដូចនេះបានឡើយអ្នកនាងពៅធីតាឈប់និយាយបែបនឹងទៀតទៅសូមមើលមកខ្ញុំឲ្យចំមកខ្ញុំនេះហើយជាអ្នកសុំទានខ្វិនព្រះអង្គព្រះរាជទានទោសឲ្យទូលបង្គំរាល់គ្នាផងអ្នករាល់គ្នាគ្មានទោសពីអ្វីទេព្រោះសូម្បីតែខ្លួនខ្ញុំក៏មិនដឹងថាអាចប្រែមកជាល្អយ៉ាងនេះបានដែរពៅធីតាអូនឈប់សង្ស័យអ្វីទៀតទេអូនគឺជាគូព្រេងវាសនារបស់បងពីអតីតជាតិបានជាបណ្ដាលឲ្យយើងជួបគ្នាយ៉ាងនេះគឺនៅថ្ងៃស្អែកនេះបងនឹងប្រកាសរៀបអភិសេកជាមួយអូន
អូនគឺជាមហាសីរបស់ព្រះបាទព្រំកាល មកឲ្យស្រនតែមកយាយវា ចា មើលដាក់កូននៅឲ្យសម្រាប់ត្រង់នឹងឲ្យតិចសិនណា មកកូនមកមិនជាក់ស្រួលណាស់តាកុំយំតាដាក់បង្គៀតស្បាយនេះកុំឲ្យឆ្កែឆ្មាវាស៊ីអស់ណា ចឹងហ៎លោកតា មើលណែរកកន្លែងណាឲ្យស្រួលបួលឲ្យល្អឲ្យចៅប្រុសដេកឲ្យបានស្រួលបួលផងទៅណាគ្រូ ណែយាយយើងចុះទៅច្រូតមុនទៅណាទុកឲ្យអ្នកមនាងប្តីកូនឲ្យលក់ស្រួលបួលទៅណានៅត្រង់ហ្នឹងហើយ មកតាវា ទៅ ម៉ែរកកន្លែងឲ្យកូនដេកណាអ្នកមនាងបំបាយឲ្យកូនដេកស្រួលតែខ្ញុំក្មុនហើយបើយ៉ាងស្មៅខាងកូនណាអ្នកមនាងមិនអីទេភួងដីត្រង់នេះរលីងស្អាតល្អគ្មានសម្អោចទេចា ព្រះនាងកែវទ្រង់មានព្រះគភ៌នៅក្នុងឆ្នាំជូតពុទ្ធសករាជ1544នៅក្នុងសម័យកាលដែលព្រះបាទដំបងក្រញូងបានបះបោលើកកងទ័ពមកវាយប្រហារដណ្ដើមយករាជក្នុងពេលនោះដែរព្រះនាងបានបន្លំខ្លួនធ្វើជាអ្នកស្រុកសាមញ្ញលួចរត់គេចភៀសខ្លួនចេញផុតពីមហានគរទៅរស់នៅតាមជាជនបទឆ្ងាយទឹកស្រយាលពីគេឯងព្រះនាងបានតាយាយពីព្រះនាងកែវបានតាយាយពីអ្នកប្តីប្រពន្ធតាកហេយាយលះទទួលយកទៅចិញ្ចឹមបីបាច់ថែរក្សាជួយលាក់បំពួនបំបាំងឆ្ងាយពីភ្នែកច្រមុះពួកក្រុមស្ដេចដំបងក្រញូងក្នុងខែមីឆ្នាំឆ្លូវពុទ្ធសករាជ1545ត្រូវជាគ្រិស្តសករាជ1001ឆ្នាំព្រះនាងប្រសូតបានបុត្រមួយព្រះអង្គមានសម្បុរភ្លឺថ្លាស្រស់បំព្រងហើយមានសញ្ញាកងចាក់នៅលើបាតដៃបាតជើងដែលបញ្ជាក់ពីលក្ខណៈជាអ្នកមានបនខ្ពង់ខ្ពស់តាកេហេយីលៈបានស្រឡាញ់ថ្នាក់ថ្នមទំនុកបំរុងព្រះនាងកែវនិងទេរុដូចជាកូនចៅបង្កើតសម័យថ្ងៃមួយប្តីប្រពន្ធតាកេហេយីលៈនិងព្រះនាងកែវបាននាំព្រះរាជបុត្រទៅច្រូតស្រូវជាមួយទៅដល់កន្លែងធ្វើការគេបានយកព្រះរាជបុត្រទៅដាក់ឲ្យផ្ទុំក្រោមម្លប់ឈើមួយដោយរវល់ជាប់ជួនឹងការងារពេកម្នាក់មិនបាននឹកភ្នែកចាប់អារម្មណ៍ដល់ទារុដែលកំពុងត្រូវតែស្ថិតនៅក្រោមកម្ដៅរស្មីនៃព្រះអាទិត្យនៅឡើយពេលនោះទិដ្ឋភាពដ៏សែនអស្ចារ្យដែលគេមិនធ្លាប់ឃើញហើយមិនដែលធ្លាប់កើតមាននោះបានកើតឡើងគឺទេពឥន្ទ្រីនិងបក្សីជាច្រើនទាំងវងបានហោះចុះមកកោះកំក្រុងព័ទ្ធជុំវិញការពីទារុមិនឲ្យត្រូវកម្ដៅថ្ងៃតាកូហេឃើញដូចនេះភ័យលួសប្រលឹងខំរត់យ៉ាងលឿនស្លាវទៅដេញផ្អើលវងសត្វបក្សីបាក់សាទាំងអស់នោះទៅដល់តាកូហេខំពិនិត្យមើលខ្លាចក្រែងទារុរងគ្រោះថ្នាក់ឬមានរបួសស្លាកស្នាមតែគាត់មើលមិនឃើញមានអ្វីជាការគួរឲ្យភ័យព្រួយបារម្ភឡើយផ្ទុយទៅវិញទេរុហាក់បីដូចជាបានទទួលនៅសេចក្តីសុខការថ្នាក់ថ្នមឥតម៉ងពីវងបាក់សាបាក់សីទាំងអស់នោះបាតុភូតដ៏សែនអស្ចារ្យនេះបានបណ្ដាលឲ្យព្រះនាងកែវតាកេហេនិងយីលៈដាក់ឈ្មោះទេរុនោះថាបាក់សីចាំក្រុងក្នុងរាជព្រះបាទពញាក្រែកឬព្រះបាទព្រហ្មកិលក៏បានកោះហៅហោរាមកឲ្យទូទីរកមើលអ្នកមានបុណ្យព្រហ្មកិលឬព្រះបាទពញាក្រែកកើតមានជំងឺឈឺក្បាលខ្លាំងបំផុតរកទ្រាំមិនបានដែលជាហេតុបណ្ដាលឲ្យព្រះអង្គក៏ហៅហោរាមកទូទីរកហេតុផលប្រកបហោរានោះគុនគូមើលតាមជើងលេខថ្ងៃខែឆ្នាំនិងតាមទំនីនគរទៅស្រាប់តែឃើញថាអ្នកមានបុណ្យដែលមានត្រកូលជាក្សត្របានចាប់កំណើតទ្រង់គរហើយអ្នកមានបុណ្យនោះមានឈាមជ័រចោះមកអំពី
ព្រះបាទទេវវង្សអស្ចារ្យព្រះមហាក្សត្រទី6នឹងត្រូវមកសោយរាជ្យសម្បត្តិនៅក្នុងនគរកម្ពុជាស្ដេចពញាក្រែកឬព្រះបាទព្រហ្មកិលបានសុបិននិមិត្តឃើញគ្រុឌហោះចេញពីទិសខាងត្បូងមកខ្វេះយកភ្នែកព្រះអង្គទាំងគូព្រះអង្គភ័យរន្ធត់ញាប់ញ័រព្រួយបារម្ភយ៉ាងខ្លាំងហើយក៏កោះហៅហោរាមកបង្គាប់ឲ្យទូទាយមើលពីជោគជតារិស័យហោរាបានទូទាយថានឹងមានអ្នកមានបុណ្យនិស្ស័យមកយករាជបល្ល័ង្ករបស់ព្រះអង្គឥឡូវនេះអ្នកមានបុណ្យនោះមានអាយុ7ឆ្នាំហើយមានសញ្ញាកងចក្រនៅលើបាតដៃនិងបាតជើងរូបកងចក្រនោះបើមើលនឹងភ្នែកមើលមិនឃើញឡើយលុះត្រាតែយកដៃឬបាតដៃដាក់លើម្សៅទើបឃើញដូច្នេះហើយទើបបានជាព្រះមហាក្សត្រព្រះបាទព្រហ្មកិលបង្គាប់បញ្ជាឲ្យនាម៉ឺនពលរេកែនគេក្មេងៗអាយុ7ឆ្នាំឲ្យគ្រប់ទិសតំបន់ក្នុងនគរយកមកពិសោធន៍ដាក់បាតដៃបាតជើងលើចង្អេរម្សៅគ្រាន់តែបានឮហោរាទូទាយដូច្នេះស្ដេចព្រហ្មកិលឬព្រះបាទសិន្ទពតអមរិន្ទកើតក្តីព្រួយបារម្ភរន្ធត់ក្នុងអោរាជាខ្លាំងខ្លាចរបូតបាត់រាជសម្បត្តិពីដៃព្រះអង្គក៏ចាត់ចែងបញ្ជាឲ្យអស់និមឺនមុខមន្ត្រីពលសេនាបរិវារទាំងឡាយធ្វើការស៊ើបអង្កេតគ្រប់ច្រកល្ហកដើម្បីរករកអ្នកមានបុណ្យតែគ្មាននរណាមួយបានដឹងថាអ្នកមានបុណ្យនោះនៅទីណានោះទេស្ដេចពញាក្រែកឬព្រហ្មកិលព្រះបាទសិន្ទពតអមរិន្ទម្ដងនេះបង្គាប់បញ្ជាឲ្យគេកែនក្មេងៗប្រមូលទាំងអស់យកមកពីគ្រប់ខេត្តខណ្ឌក្នុងព្រះនគរដែលមានអាយុ7ឆ្នាំមកធ្វើការពិសោធន៍បាតដៃបាតជើងលើម្សៅដែលគេដាក់នៅក្នុងចង្អេរក្មេងណាដែលគ្មានបញ្ចេញនូវស្នាមកងចក្រលើចង្អេរម្សៅទេក្មេងនោះទៅរួចខ្លួនហើយគេដោះលែងឲ្យមានសេរីភាពត្រឡប់ទៅផ្ទះសម្បែងវិញតាកូហេត្រូវនាំបក្សីចាំក្រុងទៅមហានគរធ្វើការពិសោធន៍នឹងគេដែរបក្សីចាំក្រុងដាក់ដៃជើងលើម្សៅហើយដកមកវិញកាលណាស្រាប់តែរូបកងចក្រដាមដិតជាប់ក្រឡៅធ្វើឲ្យមនុស្សម្នានាម៉ឺនពលរេទាំងឡាយភ្ញាក់ផ្អើលឆោឡោឈូឆោច្របោកច្របល់ត្រហឹងអើងកងមើលមិនស្រួលយល់ថាស្ថានភាពមិនល្អអាចនឹងនាំឲ្យមានគ្រោះថ្នាក់តាកូហេចាប់កញ្ឆក់ដៃរលឹកបក្សីចាំក្រុងដាក់អៀវលើករត់យ៉ាងលឿនហើយគេចខ្លួនយ៉ាងរហ័សចេញផុតពីទីប្រជុំជនដែលមានមនុស្សអ៊ូអរគ្រានោះមានសត្វមរគីបាក់សាបាក់សីទាំងឡាយទាំងវងរត់ស្រស់ស្រញ៉ែដងហែហោមតាមផ្លូវចាំការពារបាក់សីចាំក្រុងពីក្រោយរហូតព្រះមហាក្សត្រព្រះសិទ្ធពតអមរិន្ទឬស្ដេចព្រហ្មកិលគ្រាន់តែបានទទួលដំណឹងដឹងអស់គ្រប់ហេតុការណ៍ច្បាស់លាស់ភ្លាមកាលណានោះក៏បញ្ជាឲ្យកងទ័ពដេញចាប់បក្សីចាំក្រុងនិងតាកូហេយូបក្សីចាំក្រុងបណ្ដើររត់បណ្ដើរងាកឆ្វេងស្ដាំមើលក្រោយបណ្ដើរគាត់ភ័យអត់ឧបមានៅពេលដែលងាកមើលទៅឃើញកងទ័ពដេញពីក្រោយប្រគៀកប្រកិតរត់ចូលទៅតាមក្នុងព្រៃមួយគាត់យកបក្សីចាំក្រុងទៅដាក់លះហើយមានប្រសាសន៍ថាបាពួននៅឲ្យស្ងៀមកុំមាត់អ្វីទាំងអស់បន្ទាប់មកគាត់ចេញទៅស៊ើបលបមើលលួចមើលចលនាទ័ពស្ដេចហេតុតែបក្សីចាំក្រុងជាអ្នកមានបុណ្យបារមីទើបពញាក្រែកដេញតាមមិនទាន់រកមិនឃើញឡើយហើយចេះទៅផុតមកផុតដើរហួសទៅមកកាលបើស្ថានភាពបានធូរស្រាលបន្តិចហើយតាកូហេលើកបក្សីចាំក្រុងដាក់លើក
ហើយអ៊ីវរត់កាត់វាលកាត់ព្រៃតូចធំយ៉ាងក្រាស់ខ្មឹកមានព្រៃស្ដើងវិលត្រឡប់តម្រង់ទៅគេហដ្ឋានវិញមកដល់ចិត្តផ្ទះតាគូហេយកបាក់សីចាំក្រុងទៅលាក់ក្នុងគម្លាតព្រៃដោយពោលថាបាទរងចាំនៅទីនេះសិនហើយពេលនោះហើយដែលតាគូហេបានរៀបចំភៀសព្រះកាយព្រះបានបាក់សីចាំក្រុងគាត់បានរៀបរាប់គ្រប់ហេតុការណ៍ពីដើមដល់ចប់ប្រាប់ប្រពន្ធនិងទូលថ្វាយអ្នកមនាងកែវហើយគាត់ក៏ឲ្យភរិយាចាត់ចែងរៀបចំបាយទឹកអាហារនិងបង្វិចសម្រាប់រត់ភៀសខ្លួនចាក់ចេញពីទីប្រជុំជននៅឲ្យឆ្ងាយដាច់ស្រយាលក្នុងគោលបំណងសង្ឃឹមថានឹងសន្តិសុខដល់រូបបាក់សីចាំក្រុងរួចជាស្រេចកាលណាតាគូហេត្រឡប់ទៅយកបាក់សីចាំក្រុងលើកអៀវដាក់លើកហើយធ្វើដំណើរផ្សងព្រេងកាត់វាលចូលព្រៃដោយគ្មានទិសដៅអ្វីជាពិតប្រាកដទៅដល់ទួលមួយមានដើមរលួសដោះជាច្រើនយល់ឃើញថាកន្លែងល្អសមរម្យតាគូហេនិងបាក់សីចាំក្រុងក៏នាំគ្នាឈប់សម្រាកនិន្ទ្រាទីកន្លែងដើមរលួសនោះថ្ងៃក្រោយក្លាយជាខេត្តរលួសហើយមានវត្តមួយឈ្មោះវត្តរលួសក្នុងស្រុកសូនិគមខេត្តសៀមរាបជាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះព្រឹកប្រហៀមតាគូហេនាំបាក់សីចាំក្រុងធ្វើដំណើររត់ភៀសខ្លួនទៅមុខទៀតទៅដល់ព្រែកមួយគាត់បានជួបនឹងអ្នកកំឡោះម្នាក់ឈ្មោះជីក្រៃដែលកំពុងអុំទូកស្ទូចត្រីជីក្រៃបានយកអាសាជួយចម្លងទូកយកទៅដាក់ត្រើយម្ខាងនៃព្រែកនោះបានជាប់ឈ្មោះថាព្រែកជីក្រៃរហូតមកដល់សប្តាហ៍ថ្ងៃនេះដើម្បីរំលឹកដល់ប្រវត្តិបាក់សីចាំក្រុងនិងគុណបំណាច់របស់ជីក្រៃតាគូហេនិងបាក់សីចាំក្រុងខំធ្វើដំណើរទៅមុខទៀតកាត់វាលចូលព្រៃកាត់ព្រៃចូលវាលរហូតដល់ភ្នំមួយនៅទីនោះគាត់បានជួបនឹងតាម្នាក់ឈ្មោះនឹងតាមើងគាត់បានរៀបរាប់រឿងរ៉ាវអស់ប្រាប់តាមើងពីដើមដល់ចប់គាត់បានពោលបន្ថែមថាឥឡូវនេះតាក៏រត់លត់តែអាសន្នមានទុក្ខពិបាកយ៉ាងធ្ងន់ពីព្រោះគាត់អស់ស្បៀងអាហារតាមើងស្ដាប់ឮសូរដូច្នេះកើតមានចិត្តអាណិតអាសូរស្រឡាញ់រាប់អានហើយជួយលាក់បំពួនផ្គត់ផ្គង់អាហារតាគូហេនិងបាក់សីចាំក្រុងរួចហើយគាត់ចេញទៅប្រម៉ែប្រមូលវិចខ្ចប់បាយទឹកអង្ករត្រីសាច់ទុកឲ្យតាគូហេធ្វើជាស្បៀងក្នុងការធ្វើដំណើរទៅមុខទៀតកន្លែងព្រៃភ្នំនោះតាំងតែពីសម័យបាក់សីចាំក្រុងមកដល់សប្តាហ៍ថ្ងៃបានទទួលឈ្មោះថាភ្នំអាសន្នទុកដែលឥឡូវក្លាយជាភ្នំសន្ទុកនៅក្នុងខេត្តកំពង់ធំឆ្លងផុតពីព្រៃចូលមកដល់វាលតាចៅនាំគ្នាឈប់សម្រាកសត្វល្មាំងមួយវងធំបានចេញមកការពារបាក់សីចាំក្រុងកន្លែងនោះក៏ជាប់ឈ្មោះថាគោកល្មាំងឬគោកព្រះកងតរៀងមកអ្នកខ្លះហៅថាគោកព្រះកងពីព្រោះនៅក្បែរបឹងចិត្តនោះពេលបាក់សីចាំក្រុងព្រះអង្គច្រត់ដៃអោនក្បាលសោយទឹកស្រាប់តែស្នាមកងចាក់ដិតជាប់ក្រឡៅជាប់លើភួកចេញផុតពីស្រុកអាសន្នទុកទៅដល់វាផ្សេងមួយទៀតបាក់សីចាំក្រុងបានជួបនឹងសេះពណ៌ខៀវមួយមានកម្ពស់ប្រមាណជា3ហត្ថសេះពណ៌ខៀវដើរចេញមកលុតជង្គង់សំពះបាក់សីចាំក្រុង3ដងបាក់សីចាំក្រុងក៏បានយកសេះនោះមកធ្វើជាយានជំនិះឯតាគូហេវិញបានដើរទៅមុខនាំផ្លូវកន្លែងដែលបាក់សីចាំក្រុងជួបនឹងសេះនោះបានជាប់ឈ្មោះមកថាគោកសេះតំបន់នោះស្ថិតនៅក្នុងខេត្តកំពង់ចាមបន្ទាប់មកទៀតតាគូហេនិងបាក់សីចាំក្រុងចៅនិងតានាំគ្នារត់បន្តជានិច្ចឆ្លងកាត់ព្រែកស្ទឹងទន្លេធ្លាក់ទៅដល់ខេត្តជើងព្រៃពេលនោះកងទ័ពពលរេ
របស់ស្ដេចពញាក្រែកឬព្រហ្មកិលនិងសិទ្ធិពតអនុរាជក៏បានដេញតាមប្រគៀកប្រកិតចិត្តមកដល់ដែរអ្នកទាំងពីរខំពួនលាក់ខ្លួនក្នុងព្រៃយ៉ាងសែនវេទនាបំផុតយប់ឡើងគេយកផែនភស្តុធាធ្វើជាគ្រែយកមេឃធ្វើជាមុងយកសូរសាប់សាក់ក្នុងព្រៃស្ងាត់ជ្រៅជ្រងំធ្វើជាវងដូរតន្ត្រីប្រគំបទភ្លេងបំពេលួងលោមក្តីទុកព្រួយទៅដល់កន្លែងមួយឈ្មោះត្រពាំងកងនេះជួនចំពេលយប់តានិងចៅនាំគ្នាឈប់សម្រាកនិន្ទ្រាយកកម្លាំងទីនោះមានមុខច្រើនណាស់តែងតែរំខានសម្រាកទីនោះមានមុខច្រើនណាស់តែងតែរំខានធ្វើឲ្យសម្រាកមិនបានបាក់សីចាំក្រុងក៏បន់ស្រន់បួងសួងសម្រួមកុំឲ្យមានមុខរំពេចនោះមូសយ៉ាងច្រើនខ្មៅងងឹតក៏បាត់អស់ដោយតាមមាត់មែនកន្លែងនោះតាមពងសាវតាវត្តទឹកវិលមានឈ្មោះថាមុងមាសអ្នកតាកុហេតែពងសាវតាខ្លះថាកន្លែងនោះជាកន្លែងបាក់សីចាំក្រុងសំពះបនកុំឲ្យមានមុខឈ្មោះថាទួលតាកុហេដែលស្ថិតនៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាលសពថ្ងៃតាកុហេនិងបាក់សីចាំក្រុងចេះតែខំប្រឹងរត់តទៅទៀតទាំងយប់ទាំងថ្ងៃឥតមានឈប់ឈរយូរថ្ងៃមកគេបានរត់ទៅដល់មាត់ទន្លេធំដែលសពថ្ងៃខ្មែរយើងបានដាក់ឈ្មោះថាទន្លេមេគង្គចំណែកខាងកងទ័ពស្ដេចព្រហ្មកិលវិញក៏បានដេញគៀកកិតជាប់ពីក្រោយដែរតានិងចៅពីរនាក់ស្ថិតនៅក្នុងស្ថានភាពទាល់ច្រកចង់ឆ្លងទឹកក៏មិនរួចព្រោះគ្មានទូចង់ថយក្រោយក៏ផ្លូវទាល់រត់មិនរួចទៀតគ្រានោះបាក់សីចាំក្រុងក្រឡេកមើលទៅមាត់ទន្លេឃើញដើមរកានិងដើមលវាហើយនឹកគិតថាបើដើមរកាកោងទៅហើយដើមលវាទេមកនោះច្បាស់ជាអាចឆ្លងរត់រួចមិនខានទាល់តម្រេះអស់មជ្ឈបាយបាក់សីចាំក្រុងក៏លិតជង្គង់នឹងដីលើកដៃប្រទូលលើក្បាលឧទ្ទិសបួងសួងថាបើទូលព្រះបង្គំខ្ញុំព្រះករុណាមានបន់ពិតមែនត្រូវឡើងគ្រងរាជ្យនៅក្នុងនគរសីមានេះសូមឲ្យរកាកោងលវាទេមកភ្លាមនោះដោយអំណាចគុណបន់ដាជាបារមីនិងមាត់ទឹករបស់បាក់សីចាំក្រុងដើមរកានោះក៏កោងទៅមែនដើមរកានោះក៏កោងទៅមែនហើយដើមលវាក៏ទេមកជួបគ្នាភ្លាមខ្លាចជាស្ពានដោយក្តីប្រាថ្នាបាក់សីចាំក្រុងនិងតាកុហេក៏នាំគ្នាដើរឆ្លងតាមដើមនោះមកកាត់ត្រើយម្ខាងទៀតកងទ័ពស្ដេចពញាក្រែកក៏មកដល់ដែរតែរកឆ្លងដេញចាប់មិនបានពីព្រោះដើមរកានិងលវាងើបឡើងត្រង់ដូចដើមដោយសារភាពអច្ឆរិយៈអស្ចារ្យនេះទើបបានជាទីកន្លែងនោះមានឈ្មោះជាប់មកដល់សពថ្ងៃថារកាកោងនិងលវាទេហើយថ្ងៃក្រោយមកក៏កើតមានជាលំនៅភូមិស្រុករកាកោងលវាទេរហូតមកដល់បច្ចុប្បន្ននេះចំណែកសេះពណ៌ខៀវមកដល់កន្លែងរកាកោងលវាទេនេះក៏បាត់រូបកាយក្នុងភាពអស្ចារ្យដែរពីពេលនោះមកបាក់សីចាំក្រុងចាប់ផ្ដើមមានជំនឿថាខ្លួនពិតជាអ្នកមានបុណ្យមានឫទ្ធិអំណាចដេចជាខ្លាំងពូកែមែនអ្នកទាំងពីរបានធ្វើដំណើរកិច្ចខ្លួនកាត់វាលកាត់ព្រៃតទៅមុខទៀតទៅដល់ក្រោមដើមលវាមួយយ៉ាងធំម្លប់ត្រឆឹងត្រឆៃគេឈប់សម្រាកប្រាស់ខ្លួនលើផែនថ្មមួយធំដែលជប់ឡើងដោយទេវតារក្សាដើមលវាសម្រាប់ទុកថ្វាយបាក់សីចាំក្រុងកន្លែងនោះក៏ជាប់ឈ្មោះថាថ្មដាដែលសពថ្ងៃស្ថិតនៅក្នុងឃុំព្រែកពោស្រុកស្រីសន្ធរខេត្តកំពង់ចាមថ្ងៃមួយតាកុហេនិងបាក់សីចាំក្រុងធ្វើដំណើរទៅទីទួលមួយកន្លែងដែលមានបឹងនៅជិតនោះតាកុហេបានទៅកាច់មេជ្រៃយកមកដោតបាំងធ្វើជាម្លប់ឲ្យបាក់សីចាំក្រុងដោយអស់កម្លាំងពេកបាក់សីចាំក្រុង
ក៏ផ្ទុំលក់ទៅគ្រានោះមានវងបាក់សាបាក់សីជាច្រើនចុះមកក្នុងបឹងដើម្បីរាវរកចំណីមិនយូរប៉ុន្មានផងស្រាប់តែបាក់សាបាក់សីទាំងអស់នោះស្រែកផ្អាកោកកាឆៅឡោហោះហើរចេញទៅឮសូរខ្ញៀវខ្ញាក់សន្ធឹកសន្ធប់ដូច្នេះតាកុហេនឹកស្មានថាកងតបស្ដេចតាមមកដល់ហើយកំពុងតែឡោមពាត់ចាប់គាត់ភ័យណាស់ខំរត់ទៅដាស់បាក់សីចាំក្រងបាក់សីចាំក្រងក៏ភ្ញាក់ទាំងសើងម៉ើភ័យច្របល់ហើយខំស្ទុះស្ទាឡើងដើមជ្រៃសម្លឹងមើលគ្រប់ទិសតែបាក់សីចាំក្រងមើលមិនឃើញកងទ័ពស្ដេចទេឃើញតែវងសត្វជាច្រើនដែលកំពុងហោះហើរបាត់ភ័យទ្រូទ្រូងបន្តិចបាក់សីចាំក្រងក៏កាច់មែកឈើជ្រៃដោយទុកស្នាមដាននៅទីនោះជាប់លើមែកឈើដើមជ្រៃនោះបានមកគង់រហូតដល់សប្តាហ៍ថ្ងៃនេះបាក់សីចាំក្រងនឹកខឹងមួម៉ៅចំពោះតាកុហេដែលធ្វើឲ្យខ្លួនភ័យលួសប្រលឹងព្រះអង្គបានមានបន្ទូលលេងថាកាលណាបានឡើងសោយរាជខ្ញុំនឹងកាប់តាធ្វើបន់តាមការដំណើរនិទានមកពាក្យសម្ដីនេះគ្រាន់តែនិយាយលេងចំអកនឹងតាកុហេប៉ុណ្ណោះដែលទីទួលតាកុហេបានយកមេជ្រៃដោតធ្វើជាម្លប់ត្រូវគេឲ្យឈ្មោះថាទួលស្រួលទឹកមិនលិចចំណែកដើមជ្រៃវិញយូរខែឆ្នាំមកក៏ដោះធំត្រសំត្រសាយខ្លាចជាទីសក្ការៈបូជាយ៉ាងឆត់ឆាប់ដែលខ្មែរតែងនាំគ្នាបន់ស្រន់ជាហូរហែឈ្មោះនោះคล้ายបន្តិចមកម្ដងជាទួលសួរលោកហើយឥឡូវនេះคล้ายជាវិហារសួររីឯពលរីរបស់ស្ដេចព្រហ្មកិលនៅតែបន្តធ្វើសកម្មភាពរុករកចាប់បាក់សីចាំក្រងនិងតាកុហេដោយឥតសំចៃបាក់សីចាំក្រងនិងតាកុហេនៅតែខំរត់តិចដដែលហើយបានធ្វើដំណើរចុះទៅទិសខាងត្បូងជិតដល់មាត់ទន្លេប្រទះឃើញផ្លែល្វាល្អល្អះគួរឲ្យឆ្ងាញ់បាក់សីចាំក្រងក៏បេះផ្លែល្វាយកមកសោយចំអែតកាយផ្លែល្វាមានរសជាតិផ្អែមឆ្ងាញ់ពិសាធ្វើឲ្យបាក់សីចាំក្រងកើនកម្លាំងខ្លាំងក្លាទឹកដីម្ដុំដើមល្វាជាប់ឈ្មោះថាល្វាផ្អែមហើយคล้ายមកជាល្វាអែមរហូតមកដល់សពថ្ងៃគឺនៅក្នុងខេត្តកណ្ដាលកងទ័ពស្ដេចពញាក្រែកឬព្រហ្មកិលឬសតពតអមរិន្ទដែលដឹកនាំដោយកងទ័ពឬមេទ័ព2នាក់ចៅពញាចក្រីនិងចៅពញារាជាសេដ្ឋាបានតាមដានដេញរកបាក់សីចាំក្រងអស់រយៈពេល3ឆ្នាំតែនៅរកចាប់មិនបានមិនតែប៉ុណ្ណោះមេទ័ពស្ដេចទាំងពីរត្រូវបាត់បង់ជីវិតនៅភ្នំអសន្តុកដោយចាញ់បនបារមីព្រះមហាក្សត្រខ្មែរព្រហ្មកិលមានការខឹងច្រឡោកយ៉ាងខ្លាំងដោយមេទ័ពរបស់ខ្លួនទាំងប៉ុន្មានមិនមានសមត្ថភាពទទួលបរាជ័យរកចាប់ចងនិងកំទេចសម្លាប់បាក់សីចាំក្រងមិនបានដោយបំណងព្រះអង្គរឹងរឹតតែភ័យព្រួយបារម្ភខ្លាំងឡើងរកបិទភ្នែកមិនបានចិត្តពីព្រោះព្រះអង្គភ័យខ្លាចអស់បុណ្យអស់អំណាចអស់រាជសម្បត្តិអស់បានធ្វើជាស្ដេចព្រះអង្គក៏សម្រេចចិត្តលើកកងទ័ពពលសេនាដោយខ្លួនឯងទៅរកចាប់បាក់សីចាំក្រងដោយផ្ទាល់ចំណែកតាកុហេនិងបាក់សីចាំក្រងកាលបាក់ដល់មាត់ទន្លេក៏សំទូគេឆ្លងត្រយមកខាងខាងលិចត្រង់ម្ដំកោះឫស្សីកែវសង្កាត់មួយនៅផ្នែកខាងជើងនៃរាជធានីភ្នំពេញគ្រានោះកងទ័ពស្ដេចក៏តាមមកដល់តាកុហេនិងបាក់សីចាំក្រងនាំគ្នារត់ពួនក្នុងបឹងរាជដែលមានឈូកដោះពីពេញកងទ័ពសេនាដេញតាមស្អិតពីក្រោយហើយយកដំរីគោក្របីមកឲ្យដើរស៊ីសោះសាយឡើងជន់វាលឆ្លីផុកបឹងឈូកបែកភក់វល់ដើម្បីសម្លាប់បាក់សីចាំក្រងកុំឲ្យរត់រួចតែដំរីគោក្របីកាលបាក់ដើរមកដល់ម្ដុំដើមឈូកដែលបាក់សីចាំក្រងនិងតាកុហេពួនចេះតែនាំគ្នាដើរខ្វៀងរហូតបឹងឈូក
ដោយសារតែគោក្របីដំរីដើរជន់ឈ្លីមិនឈប់ឈរក៏រៀងខាស់ទឹកបែរជាគោកស្ងួតដើម្បីទុកជាអនុស្សាវរីយ៍រំលឹកដល់ប្រវត្តិតស៊ូរត់គេចរបស់ព្រះបាទបក្សីចាំក្រុងនិងតាកុហេគេបានដាក់ឈ្មោះថាគោកបញ្ជាន់បក្សីចាំក្រុងនិងតាកុហេនាំគ្នារត់បន្តដំណើរសំដៅទៅទិសខាងលិចតាមផ្លូវបក្សីចាំក្រុងបានប្រទះជួបនារីក្រមុំម្នាក់មានរូបរាងស្អាតនិងសម្ផស្សល្អគុណសាច់សស្រស់ស្អាតគួរឲ្យចាប់ចិត្តស្នេហានាងកំពុងដងទឹកកន្លែងជួបប្រទះស្រីស្រស់ត្រូវគេដាក់ឈ្មោះថាប្រទះនាងคล้ายមកជាប្រទះលៀងនៅតាមផ្លូវទៅដល់ទួលមួយតាកុហេនឹងចៅដោយក្តីស្រែកឃ្លានខ្លាំងពេកបានបេះផ្លែឪជ្រៃយកមកបរិភោគចំអែតកាយដោយជាប់ឈ្មោះថាត្រនំជ្រៃជារៀងរហូតមកដើរហួសកន្លែងនោះឆ្ងាយបន្តិចស្រាប់តែបក្សីចាំក្រុងនិងតាកុហេត្រូវបានពលទាហានឡោមព័ទ្ធចាប់បានកន្លែងនោះចោមចាប់ទី1បានក្លាយជាភូមិចោមចាប់កន្លែងចោមចាប់ទី2នៅម្ដុំចិត្តគ្នាដែរបានក្លាយជាភូមិចោមចៅដើម្បីរត់ដោះដៃរករួចខ្លួនម្ដងនេះដោយលើកមុនដែរតាកុហេនាំបក្សីចាំក្រុងចោះពួនក្នុងបឹងទៀតពួកពលរេនិងស្ដេចនាំគ្នាយកដំរីគោក្របីប្រើឲ្យជន់ឈ្លីបញ្ជាន់បឹងលើកមុនតែមិនបានសម្រេចបក្សីចាំក្រុងនិងតាកុហេបានរត់ពីកណ្ដាប់ដៃស្ដេចពញាក្រែកនិងព្រហ្មកិលបានបឹងនោះត្រូវបានគេដាក់ឈ្មោះថាបឹងបុកបែនដែលក្រោយមកក្លាយជាបឹងក្បែនរត់រួចចេញពីបឹងកាលណាចៅនិងតានាំគ្នាទៅលាក់ខ្លួនពួនអាត្មាក្នុងព្រៃក្រាស់ចិត្តនោះព្រៃនោះមានឈ្មោះថាព្រៃពួនដែលយើងបានរាប់រៀបថាជាហោហែក្រោយពេលដែលបក្សីចាំក្រុងរត់មកដល់កោះរិស័យកែវសុទ្ធតែស្ថិតនៅក្នុងខេត្តកណ្ដាលខាងលិចនិងទិសខាងជើងភ្នំពេញសពថ្ងៃកងទ័ពរបស់ស្ដេចនៅតែដេញតាមប្រគេប្រកិតជានិច្ចតាកុហេនិងបក្សីចាំក្រុងចេះតែខំរត់ពួនគេចវេះខំដើរខំរត់កាត់វាលចូលព្រៃទៅដល់ជើងភ្នំរូងគឺភ្នំប្រសិទ្ធសពថ្ងៃដែលស្ថិតនៅប្រមាណជាង20គីឡូម៉ែត្រខាងជើងក្រុងភ្នំពេញភ្នំបាសិទ្ធមានកំពូលទាំងអស់ពីរនៅក្នុងឃុំមកៈមួយនៅក្នុងឃុំជ្វាំងមួយនៅក្នុងភ្នំនោះមានរូងមួយយ៉ាងធំរបស់ស្ដេចកណ្ដុរសស្ដេចកណ្ដុរសបានជួយយកអាសាបក្សីចាំក្រុងនាំយកទៅលាក់ទុកក្នុងរូងរបស់ខ្លួនរូបពេជ្រនោះពេញពីងជាច្រើនក៏នាំគ្នាបញ្ចេញកម្លាំងធ្វើម៉ងចាក់ស្រេះពាត់បិទបាំងមាត់រុនកណ្ដុរសកងទ័ពទាហានព្រហ្មកិលមកដល់ទីនោះដែរតែរកបក្សីចាំក្រុងនិងតាកុហេមិនឃើញមកដល់រូងភ្នំបក្សីចាំក្រុងនិងតាកុហេបានបន់គុណបារមីវត្ថុស័ក្តិសិទ្ធិនិងអ្នកសច្ចាំងបាំងបត់ជួយថែរក្សាទំនុកបម្រុងឧបត្ថម្ភណែនាំបង្ហាត់បង្រៀនអប់រំព្រៀនប្រដៅផ្ដល់នូវមុខវិជ្ជាសិលសាស្ត្រគ្រប់បែបបត់និងជួយចម្លងឲ្យផុតគ្រោះកាចចង្រៃគ្រប់បែបយ៉ាងចាប់តាំងពីពេលនោះមកបក្សីចាំក្រុងនិងតាកុហេរស់នៅឯភ្នំរូងឬភ្នំបាសិទ្ធដោយសុវត្ថិភាពសុខសប្បាយគ្មានសៅហ្មងគ្មានភ័យព្រួយបារម្ភខ្លាចស្ដេចសិនតពតអមរិន្ទឬព្រហ្មកិលឡើយយូរខែឆ្នាំកន្លងមកសេះរបស់ព្រះបាទសិនតពតអមរិន្ទឬព្រហ្មកិលដែលតាព្រាហ្មណ៍ចាស់បានយកមកប្រគល់ឲ្យបានអស់ជីវិតខ្លាយទៅជាថ្មក្នុងឆ្នាំមមែបញ្ញក្សត្រទាំងប៉ុន្មានខ្លាយទៅជាផ្លែឈើ3ផ្ដំផ្គុំជាប់គ្នាចំណែកឯព្រះខ័ននិងរំពាត់ក៏ត្រឡប់ចូលទៅក្នុងស្រោមធ្វើអំពីសម្ពុតហូលវិញនៅចំពោះមុខបាតុភូតខុសប្លែកអំពីធម្មតានេះ
ព្រះសិន្ទពតអមរិន្ទយល់ច្បាស់ណាស់ថាព្រះអង្គដល់ថ្ងៃអវសានអស់បុណ្យហើយព្រះអង្គរឹងរឹតតែភ័យព្រួយបារម្ភរន្ធត់ចិត្តតក់ស្លុតយ៉ាងខ្លាំងរហូតដល់ធ្លាក់ខ្លួនមានជំងឺរ៉ាំរ៉ៃមើលមិនជាគ្រានោះដោយយល់ឃើញថាបក្សីចាំក្រុងត្រូវជាបុត្រព្រះបាទចក្រពត្តិព្រះមហាក្សត្រទី16ហើយព្រះអង្គក៏មានបុណ្យបារមីមានសមត្ថភាពមានចិត្តសន្តោសមេត្តាស្រឡាញ់អាណិតអាសូរគ្រប់ទំនុកបំរុងប្រជានុរាស្ត្រនាម៉ឺនមុខមន្ត្រីទូចធំទាំងអស់ក្នុងនគរបានមូលមតិគ្នាដោយសុំយាងបក្សីចាំក្រុងពីភ្នំរូងឬភ្នំបាសិទ្ធឲ្យមកសោយរាជសម្បត្តិនៅមហានគរពិធីអភិសេកបក្សីចាំក្រុងជាព្រះមហាក្សត្រប្រទេសកម្ពុជាបានរៀបចំប្រារព្ធឡើងនៅវេលាល្អថ្ងៃ11កើតខែពិសាខឆ្នាំរោង1575ត្រូវនឹងគ្រិស្តសករាជ1028កាលនោះព្រះបាទបក្សីចាំក្រុងមានប្រជន្មាយុ28ព្រះវស្សាព្រះអង្គជាព្រះមហាក្សត្រខ្មែរទី19ព្រះអង្គត្រូវបានទទួលបរមនាមព្រះបាទសម្ដេចកំដែងអញប្រដែងរាជបក្សីចាំក្រុងបំរុងរាជរាជធានីខ្មែរកាលនោះស្ថិតនៅមហានគរដដែល